បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពីការរបៀបបញ្ចូលទិន្នន័យតាក់ទងនឹងគ្រួសារសិស្សហើយនិងសិស្សភាសិដ្ឋពីសង្គ្រាមដែលបានមកចូលឈ្មោះចូលរៀននៅសាលារបស់លោកស្រីតែម្ដងអញ្ចឹងយើងមានពេលយើងបើកដំបូងយើងឃើញទាំងនេះមួយអញ្ចឹងយើងត្រូវរើសសាលារៀនរបស់យើងនេះយើងនៅសាលាណាយើងរើសសាលារបស់ខ្លួនឯងផ្ទាល់ឧទាហរណ៍ឥឡូវថាទិន្នន័យនេះជារបស់សាលាអនុអឺ អនុវិទ្យាល័យជ្រៃបាទឧទាហរណ៍អញ្ចឹងណាអញ្ចឹងយើងរើសឈ្មោះសាលារៀនមកនឹងប្រព័ន្ធនឹងលោតអូតូម៉ាទិកតាក់ទងទិន្នន័យបើសិនជាសាលារបស់លោកស្រីបានបំពេញទិន្នន័យប្រមូលសិស្សចូលរៀនបានមានទិន្នន័យទី1ក្នុង1000តទៅពីរើសបែបនេះហើយនៅស៊ីតទី1នេះស៊ីតទី1តាក់ទងនឹងព័ត៌មានគ្រួសារសិស្សអញ្ចឹងគ្រួសារសិស្សយើងសូមនៅជំរើសដំបូងដែលខ្ញុំដាក់ជូនហ្នឹងគឺមានសូមជ្រើសរើសកន្លែងនេះណាបាទសូមជ្រើសរើសអញ្ចឹងលោកគ្រូត្រូវតែរើសយកប៊ីតុងណាមួយបាទរើសយកជំរើសណាមួយអញ្ចឹងជំរើសទី1គឺប្រសិនបើមានគ្រួសារភាសិដ្ឋអញ្ចឹងយើងរើសពាក្យថាគ្រួសារភាសិដ្ឋបាទបើនេះទៅយើងដាក់មិនមានគ្រួសារភាសិដ្ឋបាទអញ្ចឹងពាក្យថាមិនមានន័យថាអត់មានទិន្នន័យត្រូវបញ្ចូលខាងក្រោមទេបាទអញ្ចឹងសាលារៀនទាំងអស់បាទត្រូវតែរើសយកថាពាក្យថាមិនមានគ្រួសារភាសិដ្ឋបាទព្រោះវាទិន្នន័យដំបូងដែលខ្ញុំភ្ជាប់ទៅហ្នឹងគឺយើងមានតែពាក្យថាសូមជ្រើសរើសទេអញ្ចឹងណាបាទអញ្ចឹងសាលាត្រូវធ្វើបច្ចុប្បន្នភាពត្រង់ហ្នឹងបាទដើម្បីបញ្ជាក់ថាទិន្នន័យទាំងអស់នេះត្រូវបានម្ចាស់សាលាត្រូវបានចូលទៅទៀងទាត់រួចរាល់ណាបាទអញ្ចឹងបើសិនជាមានយើងត្រូវថាមានណាមានគ្រួសារភាសិដ្ឋអញ្ចឹងបើមានគ្រួសារភាសិដ្ឋអញ្ចឹងយើងត្រូវបំពេញឈ្មោះគ្រួសារនីមួយៗនេះបាទអាចតំណាងមេគ្រួសារដែលគាត់បាននាំកូនគាត់ទៅរៀនទៅចុះឈ្មោះចូលរៀនហ្នឹងយើងយកឈ្មោះមេគ្រួសារណាបាទយើងយកឈ្មោះមេគ្រួសារអាចជាឪពុកអាចជាម្ដាយឬក៏អាចជាអ៊ំពូមីមីងអញ្ចឹងទៅបាទមានឈ្មោះភេទហើយនិងចំនួនសមាជិកគ្រួសារបាទអញ្ចឹងអឺសមាជិកគ្រួសារសម្រាប់មេគ្រួសារគាត់ដឹងហើយយើងសុំព័ត៌មានជាចំនួនពីគាត់មកបាទសួរគាត់ហើយបញ្ចូលព័ត៌មាននៅក្នុងនឹងតែម្ដងណាចំនួនគ្រួសារគាត់សរុបប្រមាណឧទាហរណ៍5សេរី2អញ្ចឹងទៅហើយកូនកំពុងសិក្សាសរុបមាន1សេរីម្នាក់អញ្ចឹងទៅឧទាហរណ៍ថាតើកូនគាត់2សេរី1ហ្នឹងរៀននៅបឋមស្រុកសេរីប្រមាណរៀននៅបឋមស្រុកសេរីប្រមាណហើយរៀននៅមធ្យមស្រុកសេរីប្រមាណណាហើយព័ត៌មានបន្ទាប់តាក់ទងនឹងភូមិឃុំបាទភូមិឃុំដែលគាត់បានមកនឹងតើគាត់បានមកពីណាបាទមកពីឃុំណាភូមិណាស្រុកណាខេត្តណាបាទគ្រួសារគាត់ហ្នឹងណាបាទគ្រួសាររបស់លោកជាកុសលហ្នឹងតើគាត់មកពីភូមិណាឃុំណាស្រុកណាហើយខេត្តណាបាទហើយមកនៅស្នាក់នៅបាទមកពីខេត្តណាហើយមកនៅស្នាក់នៅនៅជំរំណាជំរំភាសឹកណាភូមិណាឃុំណាអញ្ចឹងទៅបាទខេត្តណាហើយយើងលេខអ្នកម្ដងគ្រួសារគាត់ណាបាទអញ្ចឹងបើមានគ្រួសារផ្សេងទៀតឈ្មោះផ្សេងទៀតចុះយើងដាក់តាមលំដាប់លំដោយជាបន្តបន្ទាប់ហ្នឹងនៅសិតទី1សិតទី2តកតងនឹងអឺបាទសិស្សបាទបញ្ជីឈ្មោះសិស្សអញ្ចឹងនៅទិន្នន័យដំបូងដែលខ្ញុំភ្ជាប់ទៅហ្នឹងគឺមានពាក្យថាសូមជ្រើសរើសដូចគ្នាដែរអញ្ចឹងលោកគ្រូគាត់អាចរើសយកពាក្យជំរើសណាមានសិស្សភាសិកឬក៏មិនមានសិស្សភាសិកបាទអញ្ចឹងបើមានសិស្សគាត់ភាសិកដែលបានចុះឈ្មោះនៅសាលារបស់លោកគ្រូយកពាក្យថាមានសិស្សភាសិកបាទយកពាក្យថាមានសិស្សភាសិកហើយចាំយើងបំពេញកូដនាមនិងនាមបាទនាមតកូលនាមខ្លួនរបស់សិស្សនោះបាទរបស់សិស្សដែលបានចូលហ្នឹងណាបាទភេទប្រុសឬស្រីហើយគាត់មកពីសាលាណាអញ្ចឹងដាក់ជាក់ស្ដែងណាគាត់មកពីសាលាណាដាក់សាលាហ្នឹងបាទមានន័យថាជាសាលាដែលគាត់បានរៀនពីមុនណារៀនពីមុនដែលគាត់មុនភាសឹកមកហ្នឹងគាត់រៀនសាលាណាណាហើយអាស័យដ្ឋានសម័យខ្លួនដែលបានភាសឹកហ្នឹងនៅភូមិណាមកពីភូមិណាមកពីឃុំណាមកពីស្រុកណាមកពីខេត្តណាបាទអញ្ចឹងដាក់ព័ត៌មានឲ្យត្រូវកន្លែងនេះណាមានអាស័យដ្ឋានកន្លែងនេះតាក់ទងនឹងអឺទីតាំងឬក៏ភូមិឃុំស្រុកខេត្តដែលសម័យជនហ្នឹងបានភាសឹកមកបាទបានភាសឹកមកបាទមានន័យថាជាទិន្នន័យដំបូងដែលគាត់បានចេញចាក់ចេញពីភូមិណាឃុំណាស្រុកណាខេត្តណាហើយគាត់មកចូលរៀននៅសាលាលោកគ្រូហ្នឹងរៀនទីប្រមាណ7 8 9ឬក៏10 11 10 12ដាក់ជាក់ស្ដែងណាហើយមករៀននៅសាលាគឺសាលាយើងឯងណាបាទមករៀននៅសាលាឧទាហរណ៍នៅសាលានេះសាលាអឺ
បាទអនុវិទ្យាល័យជ្រៃណាបាទអញ្ចឹងអនុវិទ្យាល័យជ្រៃយើងដាក់មកអនុវិទ្យាល័យជ្រៃផ្សេងពេញមកបាទហើយអាស័យដ្ឋានបច្ចុប្បន្នរបស់សម័យជនដែលគាត់បានមករៀនហ្នឹងគាត់នៅណាបាទដាក់តាមជាក់ស្ដែងភូមិឃុំស្រុកខេត្តហើយតាក់ទងនឹងសម្ភារៈសិក្សាសៀវភៅសិក្សាគោលបាទគាត់មាននេះមានបានសៀវភៅសិក្សាគោលប្រើដូចគេទៅឯងនេះបើមានយើងក្រេងណាបាទមានទេយើងខ្វែងសម្ភារៈចឹងសិក្សាទូទៅមានកញ្ចប់សម្ភារៈថែមបាទសម្ភារៈសិក្សាដូចជាមានកាតាបមានប៊ិចមានអឺអឺ adapter អញ្ចឹងទៅណាអញ្ចឹងមានសម្ភារៈសិក្សាបានត្រឹមត្រូវអត់សម្លៀកបំពាក់មកហ្នឹងគាត់មានគ្រប់គ្រាន់អត់បានមធ្យោបាយធ្វើដំណើរណាអញ្ចឹងបើមានគ្រីបើអត់មានទេយើងខ្វែងបាទហើយមធ្យោបាយធ្វើដំណើរយើងអាចថែមទិន្នន័យមួយចំនួនទៀតតាក់ទងនឹងមធ្យោបាយហ្នឹងថាគាត់មានមធ្យោបាយបែបណាជាកង់ឬក៏ជាម៉ូតូឬឡានអញ្ចឹងណាបាទហើយលេខទូរស័ព្ទរបស់សម័យជននឹងតែបើអត់មានទេយើងអាចដាក់លេខ0បើសិនជាគាត់អត់ប្រើប្រាស់ទូរស័ព្ទយើងអាចដាក់លេខ0តែមានទូរស័ព្ទយើងដាក់បើមានល្អណាល្អព្រោះមានកិច្ចការអីដាក់ក្នុងគម្រោងគាត់អាចទំនាក់ទំនងទៅបានសួរនាំទៅសិស្សផ្ទាល់បានអានោះក៏ល្អដែរតែបើសិនមិនមានប្រើទេយើងតាមជាក់ស្ដែងតែម្ដងអញ្ចឹងទិន្នន័យដែលត្រូវបញ្ចូលគឺមានចំណុចដើមប៉ុណ្ណឹងហើយចុងក្រោយគឺតាក់ទងរបាយការណ៍បាទអញ្ចឹងរបាយការណ៍គឺយើងមានបូកសរុបជូនបាទបាទកម្រិតថ្នាក់ហើយគាត់មកពីខេត្តណាមានចំនួនប៉ុន្មានអីចឹងទៅហើយដាក់ថ្ងៃខែព្រានចេញណាបាទអាចដាក់ថ្ងៃខែព្រានចេញហើយបោះត្រាទុកជាឯកសារនៅសាលារៀនហើយឲ្យប្រធានគណៈកម្មការគ្រប់គ្រងសាលារៀនគាត់ចូលរួមសញ្ញាដឹងឮណាដឹងឮនៅចំនួនសិស្សដែលគាត់ដែលបានមករៀនសាលាយើងនឹងបាទអរគុណច្រើនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទអរគុណ